សូមគោរពជំរាបសួរគណៈកម្មការតារាកិត្តិយសបងប្អូនទស្សនិកជនទាំងអស់ដែលទស្សនានៅទីនេះក៏ដូចជានៅតាមគេដ្ឋានអញ្ចឹងពួកខ្ញុំបាទថ្ងៃនេះមានប្រហែលជាកំ pl ែង3ដើម្បីសម្ដែងជូនប៉ុន្តែនៅពេលនេះសូម DJ Bull គេងសិនទៅបាទចាំខ្ញុំ plate បាទជួបជាមួយខ្ញុំបាទរឿងមុនដំបូងគឺរឿងតូចតាចបាទសួស្ដីលោកតកែត្រឡប់មកពីធ្វើការវិញសុខសប្បាយដែរទេមានអីសុខសប្បាយធម្មតាទេចុះពេលយើងមិនដឹងផ្ទះមានបញ្ហាអីកើតឡើងទេគ្មានបញ្ហាអីធំដុំទេទៀតគ្រាន់តែមានរឿងតូចតាចតែប៉ុណ្ណោះរឿងតូចតាចនោះស្អីនិយាយមើលងាប់មកមកត្រង់ជំងឺផ្ដាសាយបាក់សៃនៅរៀលដាល់ទៀតវៃមិនមែនជំងឺផ្ដាសាយបាក់សៃទេទៀតគឺត្រង់មាត់ត្រូវភ្លើងចេះជុំមិនបានជាឯងធ្វើប្រហែលអោគោក្មេងទៅលេងក្បែរនោះគ្មានអ្នកណាទៅលេងក្បែរនោះទេទៀតគឺវាឆេះតមកពីផ្ទះធំរបស់លោកម្ចាស់ហើយមិនបានទេដោយសារតែរលំទៀនបនសពឪពុកលោកបាទពុកយកសុខភាពល្អគាត់ក៏គ្មានជំងឺអីទៀតគាត់ជ្រៀងការ៉ាអូខេមួយថ្ងៃវល់ងាយថ្ងៃយើងចេញទៅធ្វើក៏មិនបានគាត់ស្លាប់ដោយសារតែគាត់ខឹងខ្លាំងពេកដែលធ្វើឲ្យស្ទះសរសៃឈាមបេះដូងចុះអាណាគេមិនធ្វើឲ្យគាត់ខឹងអាចមិនលើកលែងជីវិតឲ្យវាទេគឺគាត់ខឹងនឹងអ្នកស្រីខ្លាំងពេកដែលហ៊ាននាំសហាយមកដេកដល់ផ្ទះពេលលោកម្ចាស់មកនៅពុតធ្វើរឿងតូចតាចអាចលាយអស់ហើយនៅទីជាមួយនឹងការបញ្ចូលសម្លេងបែប4តួគឺអ៊ូខុងທາງចេញបាចេះជីងសានបាទសេះទាំង3ថ្ងៃនេះឯងមានរឿងអីមិនសប្បាយចិត្តមែនទេបានជានាំគ្នាធ្វើមុខដូចផ្ទះបាញ់ដូចនេះលោកគ្រូគណៈសុំឈប់ទៅចម្លងខហើយព្រោះថាពុកណាហៅគណៈឲ្យទៅជួយធ្វើស្រែនៅព្រៃវែងវិញចំណែកឲ្យជ្រូកកដាយប់វិញបាយបានខបោឲ្យទៅជួយលក់សាច់ជ្រូកនៅផ្សារអូអាស័យហើយពុះថាจะដល់រដូវភ្ជុំបិណ្ឌអងខំឯងក៏ឈប់ទៅចម្លងថជាមួយលោកគ្រូដែរតាមែនទេលោកគ្រូអាសុនកណានេះសុំទៅផឹងទៅចុះដោយសារតែកណានេះដាក់ CV ជាប់នៅសួនសត្វភ្នំតាម៉ៅផ្នែកឯកទេសបង្កាត់ពូជស្វាប្រាក់ខែសមរម្យគ្រាន់ជាចំកូនជើងមកភ្នំហួរគាត់ដែរនៅជាមួយលោកគ្រូពិតជាគ្មានអនាគតសោះមានតែការចាក់ចេញទើបជាការប្រសើរសូមលោកគ្រូយកយល់ផងទៅចុះបាទពួកឯងគិតដូចនេះទៅហើយលោកគ្រូក៏មិនហ៊ានហាមឃាត់ពួកឯងដែរតែលោកគ្រូចាំអេតពួកឯងចូល Facebook លោកគ្រូអស់សិនគ្រាន់បាន share រូបcuteគ្នាខ្លះណាឯងកុំភ្លេច confirm លោកគ្រូផងកណាលោកគ្រូម៉ែចាក់កណាលាសិនហ្នឹងណែឯងដើរស្រួលណាប្រយ័ត្នជន់លិមួកកណាអរគុណឲ្យលោកគ្រូកុំរសេះកុំអីអត់ប្រាប់សោះនៅមានតង់ទៀតបែបរឿងកំពូលអ្នកសុំទានបែបខ្ញុំសុំសម្ដែងប្រហែលតួនឹងត្មងលោកម្ចាស់អ្នកប្រុសចិត្តតែសេស្អស្អាតហើយពុតមើលពុកអើយគ្រួសារជួយឆារបស់យើងតក់ពីចិតាសោយនេះធ្វើជាស្ដេចរហូតដល់កូនចៅចំនួនក្រោយគ្មាននរណាម្នាក់ចិត្តសេអសតែចំណែកកូនប្រុសខ្ញុំអាចឆានចៅប្រុសពុកគេចិត្តសេស្អស្អាតហើយពុកនេះមិនមែនជារឿងធម្មតាទេថ្ងៃនេះចិត្តសេស្អស្អាតថ្ងៃក្រោយប្រកាសជាជោគជ័យជាមិនខាននោះទេឆាដល់បើនេះភ្លាមអង្គុយចូលបោនិយាយតទៅក៏ដល់កូនគឺជាកូនបំផ្លាញទ្រព្យសម្បត្តិម្នាក់ដល់ល្បីឈ្មោះទ្រព្យសម្បត្តិរបស់ពុកគ្មាននឹងសល់ប្រមាណនោះទេសូម្បីតែ014ឲ្យពុកទៅកូនឯងយកទៅបញ្ចាំចូលក្លឹបលក់គ្មានសល់ដែរនិយាយអក្រក់ស្ដាប់ពុកឯងក្រោយបើពុកងាប់ទៅអ្វីកូនត្រូវទីពឹងទៅលើខ្លួនឯងហើយចូលកន្លងមកខ្ញុំពឹងតែខ្លួនឯងតាអាតាន់យកមកឲ្យខ្ញុំភ្លាមមកអត់ឆាតកូនចូលទៅដល់ខ្ញុំទៅក្រៅថ្ងៃកំណត់អាយុប្រហែលអាយុ25លាសិនហើយដែរអាចថាដល់ថ្ងៃកំណត់កូនត្រូវសិតសក់ឲ្យបានស្អាតបានបន្តិចទៅកូនធ្វើនេះដូចជាអ្នកសុំទានចឹងអ្នកសុំទានហឺហាប៉ុណ្ណេះសុកចិត្តបាទហើយសួស្ដីលោកម្ចាស់លោកម្ចាស់ថ្ងៃនេះមិនបានជាសប្បាយចិត្តម្លេះថ្ងៃនេះជាថ្ងៃកំណត់របស់ខ្ញុំមើលជួយរកសៃណាស្អាតប្រហែលបងតោមកអង្គុយកំណោយយើងផងបានទេទុកចិត្តលោកម្ចាស់ខ្ញុំអ្នកសុំទានបែកបាក់គ្រួសារខ្លួនក៏ចាស់ជរាលុយកាក់ក៏គ្មានទ្រព្យសម្បត្តិក៏គ្មានសូមលោកម្ចាស់បេតាដាក់ទានឲ្យខ្ញុំផងណែតែពេកសុំទានចងាយយកមកសុំទានអីទៅនៅទៅហ្នឹងឯងចង់ងាប់អីមែនណែឈប់សិនអ្នកសុំទានក៏ជាមនុស្សដែរឆាប់ឲ្យរង្វាន់គាត់ភ្លាមណាមិនត្រឹមតែប៉ុណ្្នឹងឯងបើចង់គាត់ស៊ីផឹកសបាយដេកនៅផ្ទះស្រីបនក៏ខ្ញុំចំណាយដែរយ៉ាងម៉េចមិនសុខចិត្តទេបត់សុខចិត្តដល់ទៅហើយនិយាយអញ្ចឹងមកខ្ញុំសប្បាយចិត្តម្ដងនេះបានលោកចៅជួយកំចាត់ចោលព្រៃព្រះរាជាប្រកាសជាប្រទានរង្វាន់ដល់លោកហើយបាយចឹងសូមព្រះអង្គម្ចាស់ជួយទូព្រះរាជាឲ្យទូបង្គោលផលទៅចុះសុំទោសផងលោកចៅថ្ងៃនេះយើងមិនបានកំដរលោកនោះទេដោយសារតែយើងមានការណាត់ជួបមិត្តស្រីរបស់យើងនៅ Dreamland ផងណាបាយចឹងសូមព្រះអង្គម្ចាស់យើងទៅចុះទូបង្គោលប្រធានថាគាត់អង្គទេសួស្ដីលបងចៅសួស្ដីលបងខ្ញុំល្បីថាលបងចៅឯងនោះប្រកែកទាំងវិជាគុណនិងអក្សរសាស្ត្រមែនទេលបង
អូលបងហ្វីដូចជាសរសើរពេកហ៎ មិនត្រឹមតែប៉ុណ្ណឹងថ្ងៃមុនចង់បីថាលបងឯងលួចមន់គេអ្នកភូមិវាយចិត្តងាប់ទីផង អូលបងហ្វីពិតជាកាយតែនឹងអ្នកដីច្រើនដល់ហើយស្ដីរបស់លបងឯងដូចជាតាក់ទាញកណ្ដាប់ដៃរបស់ខ្ញុំដល់ហើយ អរគុណឯងលបងខ្ញុំលាសិនណា ពុកក៏ឆាតពុកត្រឡប់មកវិញហើយ បាទពុកខ្ញុំសម្រេចចិត្តដាក់ពាក្យប្រឡងធ្វើជាមន្ត្រីរាជការ ឲ្យឆាតពុករងចាំទៅ3នេះ25ឆ្នាំហើយដើម្បីគ្រួសាររបស់យើង យល់ច្រឡំហ៎មិនមែនដើម្បីគ្រួសារដើម្បីស្រី ស្រីដូចជាណា ស្រីនៅក្នុងណាគេហងឈ្មោះយូសៀង ស្រីបត មានបញ្ហាអី ស្រីបតអាចធ្វើកិច្ចការអ្វីដែលគេធ្វើមិនបានពុកពេញចិត្តខ្លាំងណាស់ពួកឯងរកផ្ទះទៅរាជធានីភ្លាមដែរឲ្យលបងធ្វើការស្រួលបួលប្រយ័ត្នបាក់បែកទ្រាំស្បាតយកឯងមានប្រាក់សងយើងទេ លោកម្ចាស់ណែមជឿទាំងអស់នេះក៏ទៅរាជធានីដែរមែន បាយមកគាត់ទៅរាជធានីដល់រាជធានីបាត់ផ្លែជួយដល់ស៊ី លោកម្ចាស់រាជធានី10គីឡូងាប់អីចឹងសួស្ដីពុក សួស្ដីអាឆាត ពុកឯងចំណេញចិត្តរើផ្ទះទៅរាជធានីមែនតើហើយ បែរហើយ មិនកុំព្រមទុកខោលីអូខ្ញុំសោកមួយផង របស់កូនឯងដូចជារបស់ពុកតា មានថ្ងៃណាមួយវាប្រកាសជាធំជាងបាក់ហើយអញ្ចឹងអាណាតមេដៃជួយបាក់ឯងផងឯងទៅហើយបាទចប់ប៉ុណ្ណឹងតែមកបាទ